ប់ឡើយនឹងតែស្អាតចាំបាននឹងចូលស្តុកប្រហែលជានឹងអាចរួចផុតប្តីខ្ញុំមានបញ្ហានឹងបងប្អូនដឹងអត់ថាលេនេះតែធ្វើឲ្យប្តីខ្ញុំមានបញ្ហានេះថ្ងៃប្តីខ្ញុំតែគាត់មានបញ្ហាហើយមូលហេតុតែខ្ញុំអត់ទៅខេត្តដោយសារលេចូលស្តុកខ្ញុំថ្ងៃ10ចង់ប្រាប់បងប្អូនថាពេលខ្លះមានអារម្មណ៍ថាខ្ញុំស្អប់ឡើយនឹងតែស្អាតចាំបាននឹងចូលស្តុកតែខ្ញុំអត់ទៅខេត្តចាំតែធ្វើទៅការគេធ្វើទៅការគេតែដោយសារខ្ញុំចាំឡើយនឹងចូលស្តុកហើយខ្ញុំអត់ទៅខ្ញុំចង់នៅធ្វើការខ្ញុំចង់នៅធ្វើការអបានថតតែក៏ថាមកពីឡើយនឹងមកខ្ញុំចាំថតអបាននឹងចូលស្តុកមកខ្ញុំគិតថាការងារសំខាន់បើសិនខ្ញុំទៅការគេនៅខេត្តប្រហែលជានឹងអាចរួចផុតប្តីខ្ញុំមានបញ្ហានឹងតាមតែពួកខ្ញុំទៅចេញទៅតាមអង្គ3ទៅងាយតែដោយសារលេនឹងខ្ញុំអត់អាចឲ្យខ្ញុំទៅបានហើយមានដំណើរជាច្រើនទៀតឥឡូវហ្នឹងក៏សួរថាផលិតផលផ្សេងចុះអស់ហើយលេនឹងអត់ចុះឥឡូវខ្ញុំចង់ប្រាប់បងប្អូនថាឥឡូវបាច់ចាំខ្ញុំប្រមូលចូលស្តុកវិញទាំងអស់ដំណើរឃើញវីដេអូនឹងទាំងអស់អ្នកណាដែលមានលេនឹងអាចតាក់ទងមកខាងក្រុមហ៊ុនខ្ញុំបានខ្ញុំជាអ្នកលក់ឲ្យក៏សួររាល់ថ្ងៃថាអវ៉ាន់ផ្សេងចុះហេតុអីក៏លេនឹងអត់ចុះចុះឥឡូវខ្ញុំប្រកាសទាំងអស់ហ្មងដំណាំដែលនៅសល់លេនឹងតិចតួចតាក់ទងមកក្រុមហ៊ុនខ្ញុំទទួលខុសត្រូវតាក់ទងមកក្រុមហ៊ុនមកខ្ញុំលក់ខ្លួនឯងហើយបងប្អូនចាំដំណាំចាំយកកាត់លេថ្មីហ្នឹងលេថ្មីចិត្តចេញហើយខ្ញុំលេរាល់ថ្ងៃតាមទៅខ្ញុំទ្រាំលក់ដោយមានស្លាកស្នាមពេលខ្លះខ្ញុំខឹងលេហ្នឹងតែធ្វើឲ្យខ្ញុំថាមកពីខ្ញុំបើសិនជាខ្ញុំទៅខេត្តផុតអីតែខ្ញុំអត់បានទៅខ្ញុំនៅចាំធ្វើការខ្ញុំនៅចាំលេហើយបងប្អូនមើលលេថ្មីឥឡូវខ្ញុំសុកទៅប្រមូលលេចាស់ហ្នឹងចូលមកស្តុកក្រុមហ៊ុនហើយបងប្អូនចាំយកលេថ្មីហ្មងទៅកុំឲ្យបងប្អូនពិបាកសួរខ្ញុំ